តិចនៅពេលចំការ style gradient ចុចលើពណ៌នឹងហើយមានសញ្ញាបូកចុចសញ្ញាបូកនឹងមកវាបង្កើត style ឲ្យយើងហើយយើងដាក់ថា primary slash gradient ចឹងទៅចុះវានឹងហត់ចូលនៅក្នុងអា gradient របស់យើងហើយអា primary របស់យើងហើយអូខេចឹងអង្គុយបង្កើតតែគ្រប់ពណ៌ហ្នឹងទៅហើយនៅពេលបង្កើតចប់យើងបាន style មក hole របស់យើងមកនៅខាងស្ដាំដៃយើងអូខេហើយចាំយើង apply តាមហ្នឹងទៅឧទាហរណ៍ខ្ញុំចង់ apply gradient ខ្ញុំដូរអាហ្នឹងទៅ gradient ទៅចប់ហើយស៊ីចឹងនៅពេលដែលបង្កើតហើយគឺគ្រាន់ select ទេលេងត្រូវការវាយ code ត្រូវការចំណាំ code ទៀតទេអូខេក្នុងការ select ដូចខ្ញុំឧទាហរណ៍មកអញ្ចឹងពេលដែលមាន screen អញ្ចឹងមកនេះ default វាគឺវាចេញលេខ code ឲ្យយើងវាយទេប៉ុន្តែពេលយើងអត់ចង់ទៅ select យើងអត់ចង់ទៅវាយលេខ code ទេយើងគ្រាន់តែ select style ទេចឹងក្នុងការ select style យើងគ្រាន់តែចុចសញ្ញា4ជ្រុងហ្នឹងទៅអញ្ចឹងវានឹងចេញពណ៌ឲ្យយើងនេះហើយនេះគឺជាពណ៌ឲ្យយើងបាន set មិញអូខេ select ពណ៌ឲ្យចេញពណ៌ហ្នឹងបើខ្ញុំដូរពណ៌អីអាពណ៌ហ្នឹងក៏ដូរដូចគ្នាឥឡូវថាខ្ញុំចង់ដូរពណ៌ហ្នឹងទៅជាពណ៌ឲ្យផ្សេងចុះចឹងអាខាងក្រោមហ្នឹងក៏ត្រូវដូរដូចគ្នាបើសិនជាក្នុងលក្ខខណ្ឌថា layer ឬក៏ design របស់យើងហ្នឹង apply ទៅលើ style មួយណាអូខេបើអត់ apply ទេក៏ដូរទេអូខេ